Bong từ hơi. Thưa đồng nào đòi sơ vật tập hiệp nà. Ni anh trâu tơ mến tế. Bát nơi prom đàn miên caប្រកាស អាសន្នកងទ័ពទាំងអស់ត្រូវប្រមូលផ្ដុំរងចាំបញ្ជាខ្ញុំជាមេតបរងត្រូវតែទៅ ខ្ញុំថាតែប៉ុន្មានថ្ងៃនេះហេតុអ្វីបានជារសូលផ្លុំត្រែតបញឹកញាប់ម្លេះចាំទុកណាកុំឆេវឆាវការពារជីវិតខ្លួនឯងជាសំខាន់បំផុតពេលនេះកូនមិនមែនរស់នៅតែម្នាក់ឯងទៀតទេដឹងទេ អ្នកម៉ែខ្ញុំដឹងហើយ ហើយមួយទៀតកុំធ្វើខ្លួនជាវីរបុរសពេកឪពុករបស់ឯងកាលនោះគឺមកពីចេះចង់ធ្វើជាវីរបុរសពេកទៅ អ្នកម៉ែកុំបារម្ភអីខ្ញុំនឹងប្រុងប្រយ័ត្ន ទៅចុះកុំឲ្យយឺតពេល បងទៅហើយ នៅព្រំដែនគឺបែបនឹងឯងមិនដឹងថ្ងៃណាត្រូវប្រកាសអាសន្នទេជួនកាលប្រកាសសម្ដងគឺ10ថ្ងៃទៅកន្លះខែប៉ុន្តែមិនប្រកាសថាត្រូវវាយគ្នានោះទេភាគច្រើនគឺគ្រាន់តែហ្វឹកហាត់នៅក្នុងបន្ទាយប៉ុណ្ណោះពេលនេះអាចារ្យខ្លាយជាមេបញ្ជាការរយអ្នកហើយមិនបាច់ស្ទុះទៅមុខគេគ្រប់រឿងទេម្យ៉ាងទៀតគេធំដឹងក្តីនៅក្នុងបន្ទាយតតាំងពីតូចគេដឹងថាត្រូវធ្វើដូចម្តេចហើយអ្នកម៉ែខ្ញុំមិនអីទេខ្ញុំយល់អស់ហើយគ្រាន់តែស្រាប់តែមិនសមបន្តិចខ្ញុំពិតជាមិននឹកស្មានថាខ្យល់ព្យុះនៅព្រំដែនបោកមកភ្លាមបែបនេះខ្ញុំនឹងសៀវចឹងទៅប្រៀបការបានប៉ុន្មានថ្ងៃសោះក៏ត្រូវប្រឈមមុខនឹងស្ថានភាពបែបនេះទៅហើយមិនអីទេពួកយើងជាគ្រួសារទាហានធ្លាប់នឹងជីវិតបែបនេះយូរហើយឯងក៏នឹងសមបន្តិចម្ដងដែរទៅសម្រាប់ចុះស្អែកនៅមានការងារច្រើនត្រូវធ្វើទៀតចា៎ ខ្ញុំទៅតែសាមនឹងជីវិតដែលមានមនុស្សពីរនាក់គេងជាមួយគ្នាឥឡូវនេះត្រូវគេងម្នាក់ឯងទៀតហើយសៀវច័ន្ទទៅបាត់ហើយក៏មិនដឹងថាពេលណាទៅត្រឡប់មកវិញដែរមិនអីទេគេនឹងត្រឡប់មកវិញដោយសុវត្ថិភាពគ្មានសៀវច័ន្ទដែលដូចជាភួយដ៏កក់ក្ដៅនៅក្បែរដំណេកបែរជាមិនបានស្កប់ស្កល់ទាំងស្រុងទៅវិញទោះបីជាសៀវច័ន្ទមិននៅផ្ទះប៉ុន្តែជីវិតនៅតែត្រូវដើរទៅមុខជាធម្មតាថ្ងៃនេះត្រូវទៅមើលដីស្រែមួយរយរៃដែលទើបតែទិញថ្មីត្រូវតែចេញដំណើរឲ្យបានលឿនបន្តិចបងប្អូនទាំង3នាក់របស់គ្រួសារសៀវសុទ្ធតែចេះអក្សរខ្លះទោះបីមិនច្រើនប៉ុន្តែពាក្យប្រើប្រាស់ប្រចាំថ្ងៃភាគច្រើនគឺស្គាល់នេះក៏ដោយសារតែឪពុករបស់សៀវច័ន្ទធ្លាប់បានរៀនសូត្រខ្លះពីលោកគ្រូបង្រៀនចាស់ម្នាក់កាលពីតូចបើមិនដូច្នេះទេតាមលក្ខខណ្ឌនៅព្រំដែនបែបនេះគ្រួសារទាំងមូលប្រហែលជាមិនចេះអក្សរម្នាក់ឡើយគឺនៅទីនេះហើយនេះហើយគឺដីស្រែមួយរយរៃដីស្រែទាំងនេះត្រូវតែភ្ជួររាស់ឲ្យបានល្អសិនទុកចោលយូរហើយបើមិនជ្រួយដីទេគឺមិនកើតទេពួកយើងត្រូវរកមនុស្សមកភ្ជួរដីធំបែបនេះពួកយើងធ្វើខ្លួនឯងច្បាស់ជាមិនរួចទេចុះរកមនុស្សប៉ុន្មានអ្នកទៅសំរុំ30នាក់ទៅមនុស្ស10នាក់ទទួលខុសត្រូវលើដីប្រហែល10រៃប្រញាប់ប្រញាល់សម្អាតឲ្យលឿនពួកយើងក៏អាចស្ទូងដាំបានលឿនដែរចិត្តចូលដល់ខែកញ្ញាហើយមិនអាចបង្អង់យូរទៀតទេចាំភ្ជួររាស់រួចរាល់ហើយក្រោយមកទៀតនៅតែត្រូវជួលកម្មករប្រចាំ10នាក់ទៀតផ្ទះយើងនៅមានមនុស្សច្រើនអ្នកទៀតតើអ្នកម៉ែចុះរបបការងារដោយដៃនោះអ្នកម៉ែមិនគិតធ្វើទៀតទេមានចំណាយទៅមានចំណូលទាំងនេះសុទ្ធតែជាការចំណាយចាំបាច់អ្នកម៉ែកុំបារម្ភអីរបបការងារដោយដៃនោះខ្ញុំមិនឲ្យអ្នកម៉ែបាត់បង់ចំណូលទេយ៉ាងណាក៏ខ្ញុំមកពីសត្វវទី22ដែរទោះបីជារឿងច្រើនមិនធ្លាប់ឆ្លងកាត់ដោយផ្ទាល់ប៉ុន្តែគំនិតនិងវិធីសាស្ត្រច្បាស់ជាមានច្រើនជាងនៅទីនេះយកព្រមតាមតែអញចុះដេញមួយរយរៃនេះគឺកូនប្រសារជាអ្នកទិញមកគួរតែឲ្យនាងជាអ្នកសម្រេចហើយពួកយើងទៅរកមេភូមិឲ្យជួយទៅឲ្យគាត់ជួយរកមនុស្សឲ្យពួកយើងឲ្យគាត់ជាអ្នកចេញមុខហេតុអ្វីថ្ងៃនេះស្ងាត់ម្លេះធម្មតានៅម៉ោងនេះម្នាក់មិនកំពុងរវល់នៅតាមចំការទេពិតជាចម្លែកមែនតើមនុស្សទៅណាអស់ហើយអូយហត់ស្ទើរតែញាប់ទៅហើយទៅទេមួយជើងគ្មានរកឃើញអ្វីសោះខ្ញុំថាមែនឯណាមានស្រួលរកជីកយិនសិនងាយបែបហ្នឹងអ្នកភូមិទៅរកជីកយិនសិននៅលើភ្នំអស់ហើយតើមិនអីទេដែលនៅក្នុងភូមិស្ងាត់បែបនេះប្រហែលជាទៅផ្សងសំណាងនៅលើភ្នំអស់ហើយរកពេញមួយថ្ងៃសំបីតែស្មៅថ្នាំមួយដើមក៏មិនឃើញផងចប់កាប់របស់ខ្ញុំកាប់រហូតតតែទៀលអស់ហើយក៏រកមិនឃើញអ្វីសោះដឹងអីចឹងមិនទៅបាត់ហើយខាតពេលធ្វើការមួយថ្ងៃទេមែនហើយខ្ញុំសុខចិត្តទៅធ្វើការងារនៅចំការវិញប្រសើរជាងពិតមែនហើយយិនសិននេះមិនមែនងាយស្រួលរកនោះទេមានតែប្រពន្ធរបស់គ្រូសាស៊ីវទេដែលមានសំណាងបែបនោះកុំតន់ឲ្យទៅខ្ញុំមានការងារត្រូវនិយាយល្មមលោកមេភូមិមានរឿងអីមែនទេឬមួយក៏ត្រូវឡើងពន្ធទៀតហើយមិនមែនប្រមូលពន្ធទេគឺជារឿងល្អភូមិយើងមានរឿងល្អអីទៅរឿងគ្រូសាស៊ីវទិញដី100រ៉ៃនោះពួកអញដឹងអស់ហើយមែនទេដឹងតើវាមានតាក់ទងអីគ្រូសាស៊ីវចង់រកមនុស្សមកភ្ជួរដីចង់ជួលកម្លាំងយុវជន30នាក់នៅក្នុងភូមិក្នុងមួយថ្ងៃបាន30កាក់តែមិនគិតថ្លៃបាយទេថាម៉េច30កាក់ក្នុងមួយថ្ងៃប្រញាប់ទៅចុះឈ្មោះនៅកន្លែងស្មៀនសិនទៅទោះបីជាមិនគិតថ្លៃបាយប៉ុន្តែក៏ចាត់ទុកថាល្អណាស់ទៅហើយទៅធ្វើការងារក្រៅនៅទីប្រជុំជនមួយថ្ងៃបានតែ30-40កាក់ប៉ុណ្ណោះផ្លូវក៏ឆ្ងាយហើយក៏មិនប្រកាសថាមានការងារធ្វើរាល់ថ្ងៃដែរឥឡូវនេះអាចរកការងារធ្វើនៅមុខផ្ទះបាននេះពិតជាលៀបបណ្ដែតមកដល់មាត់ទ្វារមែនខ្ញុំចង់ចុះឈ្មោះលោកមេភូមិគ្រូសាខ្ញុំសុំចុះឈ្មោះដែរខ្ញុំក៏ទៅដែរគ្រាន់តែជីកបានយិនសិនមួយដើមសោះធ្វើរកពីអីម្លេះថែមទាំងរៀនធ្វើជាសេដ្ឋីដីជួលកម្មករទៀតបើឲ្យខ្ញុំនិយាយគ្រូសាស៊ីវនេះពិតជាអួតពេកហើយទិញដីច្រើនបែបនេះមិនខ្លាចគេច្រណែនឈ្នានេះទេបើមានសមត្ថភាពពួកឯងក៏ទៅរកជីកយិនសិនទៅជីកបានហើយក៏អាចទិញដីជួលមនុស្សបានដូចគ្នាពេញមួយថ្ងៃដឹងតែពីច្រណែនអ្នកអតីមានពេលទំនេររ៉េបនឹងគួរតែទៅធ្វើការងារដែលមានប្រយោជន៍វិញទៅ
តម្រង់ជួរគ្នាឲ្យត្រង់មកម្ដងម្នាក់ កូនប្រុសធំរបស់ខ្ញុំអាយុ18ហើយដុកដូចជាគោអីចឹងធ្វើការងារធានាថាបានលឿនកូនទី2របស់ខ្ញុំក៏បានដែរកម្លាំងខ្លាំងណាស់កូនប្រុសច្បងខ្ញុំ តើភារកិច្ចធ្វើស្រែរបស់គ្រួសារពួកឯងរួចរាល់ហើយឬនៅរួចរាល់ហើយគ្រួសារពួកយើងដាំដុះរួចរាល់តាំងពីយូរហើយគ្រួសារសៀវបានជួខ្ញុំនិងលោកមេភូមិឲ្យធ្វើជាអ្នកត្រួតពិនិត្យការងារដល់ពេលក៏គិតលុយឲ្យ30កាក់ក្នុងមួយថ្ងៃដែរធ្វើជាស្មានសរសេរអក្សរច្រើនឆ្នាំមកនេះមិនដែលបានលៀបផ្កាអ្វីពិតប្រាកដសោះពេលនេះទើបតែមានមនុស្សយល់ពីការនឿយហត់របស់ខ្ញុំឯងមើលទៅតើត្រូវយកទៅឲ្យប្រពន្ធសៀវពិនិត្យមើលដែរទេមិនបាច់ទេប្រពន្ធសៀវបានប្រាប់ខ្ញុំរួចហើយឲ្យពួកយើងជួយជ្រើសរើសមនុស្សដោយផ្ទាល់តែម្ដងត្រូវជ្រើសរើសអ្នកដែលឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសមនុស្សមិនចេះអក្សរមានច្រើនណាស់យល់ព្រមឯងគ្រាន់តែជ្រើសរើសតាមលក្ខខណ្ឌនេះទៅកូនទី2របស់គ្រួសារចៅធម្មតាចូលចិត្តខ្ជិលច្រអូសមិនយកទេកូនទី3របស់គ្រួសារលីធ្វើការងារចិនឆៃពេកក៏មិនយកដែរកូនប្រុសរបស់គ្រួសារតុងមកច្រើនចូលចិត្តចេះដឹងរឿងគេឈប់ចោលទៅយកតែ30នាក់នេះទៅឯងមើលទៅបានទេបានជ្រើសរើសសុទ្ធតែមនុស្សស្មោះត្រង់យ៉ាងហោចណាស់ក៏មិនធ្វើឲ្យខូចការដែរយកជាការបានហើយម្នាក់ស្ដាប់ឲ្យច្បាស់ណាអ្នកដែលមានឈ្មោះស្អែកព្រឹកជួបគ្នានៅផ្ទះលោកមេភូមិចៅតាជួងលីអកោវ៉ាងធីឈូពិតជាល្អណាស់ខ្ញុំត្រូវបានគេជ្រើសរើសហើយគ្រួសារទីហ៊ានគ្រប់គ្នាមានដីស្រែសម្រាប់ធ្វើប៉ុន្តែអ្នកណាដែលគ្មានគ្រួសារធំមានកម្លាំងពលកម្មទំនេរច្រើនណាស់ក្រៅពីភារកិច្ចធ្វើស្រែដែលត្រូវតែបង្ហើយរាល់គ្នាក៏អាចទទួលការងារក្រៅធ្វើបានដែរពេលនេះគ្រួសារស៊ីវជួមនុស្សគឺផ្ដល់ឱកាសរកលុយឲ្យអ្នកភូមិល្មមនេះគឺជារឿងល្អពឹងពាក់លោកមេភូមិឲ្យជួយពិតជាងាយស្រួលជាងច្រើនមែនជួដីបានលឿនមួយថ្ងៃពួកយើងក៏អាចដាំដុះបានលឿនមួយថ្ងៃដែរគ្រប់យ៉ាងកំពុងតែដើរទៅតាមផែនការចាំគ្រាប់ពូទាំងនោះដុះគន្លកក៏អាចចាប់ផ្ដើមជំហានទី2ដល់ពាក់កណ្ដាលខែតុលាគ្រួសារយើងក៏អាចប្រមូលផលដំឡូងបារាំងនិងដំឡូងជ្វាលើកដំបូងបានហើយដីស្រែធំបែបនោះបើពឹងតែលើកម្លាំងមនុស្សជួរស់ប្រសិទ្ធភាពពិតជាទាបណាស់ពេលប្រមូលផលក៏មិនអាចប្រើទេអូបន្តិចម្ដងបានដែរខ្ញុំបានភ្លេចឧបករណ៍កសិកម្មដ៏សំខាន់មួយគឺគោកជួដីអ្នកម៉ែពួកយើងត្រូវតែទិញគោកជួដីមួយក្បាលទៀតគោកជួដីពួកយើងមិនបានជួលកម្មករប្រចាំហើយទេម្យ៉ាងទៀតគោកជួដីមួយក្បាលមិនមែនថោកនោះទេតើគួរតែគិតមើលឡើងវិញទេអ្នកម៉ែទៅថ្ងៃមុខខ្ញុំច្បាស់ជាទិញដីឃ្លីបន្ថែមជាបន្តបន្ទាប់ទៀតពឹងតែលើកម្លាំងមនុស្សជួដីកម្មករក៏ហត់នឿយដែរមានគោកជួដីជួរស់ដីអាចជួយសម្រាលកម្លាំងបានច្រើនហើយថែមទាំងជួយបង្កើនល្បឿនទៀតផងឯងនិយាយត្រូវគ្មានគោកជួដីពិតជាមិនកើតមែនប្រសិនបើធិការរបស់ឯងគ្រប់គ្រាន់គឺពិតជាអាចពិចារណាទិញគោមួយក្បាលបានបើមិនអីចឹងទេពួកយើងទិញលាមួយក្បាលទៀតទៅទិញលាទៀតលាមានកម្លាំងខ្លាំងហើយក៏ងាយស្រួលចិញ្ចឹមដែរមិនងាយឈឺទេអាយុក៏វែងទៀតវាមិនត្រឹមតែជួយជួដីទេថែមទាំងអាចដឹកមនុស្សបានទៀតទៅថ្ងៃមុខពួកយើងទៅទីប្រជុំជនមានប្រទេសលាក៏ងាយស្រួលដែរមិនបាច់ដើរថ្មើរជើងនាំតែហត់ជួយសន្សំពេលវេលាបានច្រើនសំខាន់គឺពួកយើងទៅថ្ងៃមុខត្រូវប្រមូលផលស្រូវបន្លែមិនអាចពឹងតែលើកម្លាំងមនុស្សលីសែងឬទេសរុញរហូតទេធ្វើបែបនោះងាយនឹងធ្វើឲ្យខូចសុខភាពណាស់នោះត្រូវចំណាយលុយច្រើនណាស់មែនទេប្រហែលជាគ្រប់គ្រាន់ហើយបើមិនគ្រប់ទេខ្ញុំនឹងឡើងភ្នំទៅជីកថ្នាំយកមកលក់បន្ថែមតើទេសលាអាចជីកបានមនុស្សច្រើនអ្នកមែនទេទៅថ្ងៃមុខពួកយើងទៅទីប្រជុំជនមិនបាច់ដើរផ្លូវឆ្ងាយបែបនោះទៀតទេមែនទេគឺពិតមែនហើយពួកយើងស្អែកនេះនឹងទៅទិញនៅទីប្រជុំជនទិញគោធំមួយក្បាលលាមួយក្បាលហើយថែមទាំងរទេះមួយទៀតទៅថ្ងៃមុខបើពួកឯងចង់ទៅទីប្រជុំជនពួកយើងនឹងជិះរទេះលាទៅទាំងលឿនទាំងស្រួលល្អណាស់បងស្រីថ្លៃបងមើលដំណាំនៅលើដីនេះទៅចិត្តស្វិតងាប់ដោយសារគ្រោះរាំងស្ងួតអស់ហើយមើលទៅដំឡូងបារាំងនិងដំឡូងជ្វាត្រូវតែដាំឲ្យបានលឿនហើយតើផ្សារលោកអូននៅទីប្រជុំជនឯណានៅប៉ែកខាងលិចនៃទីប្រជុំជនភ្ញៀវទាំងពីរនាក់ចង់ទិញសត្វពាហនៈមែនទេចាស់ពួកយើងចង់ទិញគោកជួដីមួយក្បាលនិងលាមួយក្បាលភ្ញៀវពិតជាមានភ្នែកស្រួចមែនសត្វពាហនៈនៅទីនេះសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ធានាថាមានសុខភាពល្អនិងរឹងមាំអ្នកមើលចុះមួយក្បាលនេះជាក្របីទឹកធំមានកម្លាំងខ្លាំងភ្ជួរដីបានល្អបំផុតក្របីទឹកមួយក្បាលនេះតម្លៃ10ប្រាក់ណែនមិនបញ្ចុះតម្លៃទេលាមួយក្បាលនេះឆ្នាំនេះទើបតែអាយុ6ឆ្នាំជីវ័យកម្លាំងពេញលេញអាចប្រើប្រាស់បានជាង10ឆ្នាំទៀតមួយក្បាលនេះ12ប្រាក់ណែនតើពួកយើងអាចចូលទៅមើលបានទេច្បាស់ជាបានហើយពួកឯងមើលតាមចិត្តជ្រើសរើសតាមចិត្តទៅបងស្រីថ្លៃគោនេះមើលទៅហាក់ដូចជាស្និទ្ធស្នាលនឹងបងណាស់អូនេះពិតជាចម្លែកមែនគោមួយក្បាលនេះធម្មតាមានចរិតកាច់ណាស់អ្នកណាមកចិត្តក៏មិនព្រមដែរហេតុអ្វីបានជាស្លូតបូតដាក់អ្នកបែបនេះហេតុអ្វីសំបីតែសត្វក៏ស្និទ្ធស្នាលនឹងខ្ញុំដែរឬមួយក៏សមត្ថភាពធម្មជាតិរបស់ខ្ញុំមានការប្រែប្រួលទៀតហើយកាលពីលើកមុនជុកជ្រូកព្រៃនៅលើភ្នំជ្រៅជ្រូកព្រៃមួយក្បាលនោះហាក់ដូចជាសម្ដៅមករកខ្ញុំដែរសត្វទាំងនេះមិនអាចនិយាយជាមួយខ្ញុំបានទេគ្រាន់តែមានសភាពគត់នៃការស្និទ្ធស្នាលនឹងខ្ញុំប៉ុណ្ណោះនាងស្រីតូចនាងពិតជាធ្វើឲ្យសត្វពាហនៈទាំងនេះចូលចិត្តណាស់ឆ្លៀតឱកាសនេះជ្រើសរើសសត្វពាហនៈដែលរឹងមាំនិងមានសុខភាពល្អបំផុតមួយក្បាលនេះមិនអន់ទេគឺឯងហើយភ្ញៀវពិតជាមានភ្នែកស្រួចមែនពីគ្រឿងនេះសុទ្ធតែជាគ្រឿងល្អបំផុតនៅទីនេះរបស់ខ្ញុំក្របីទឹក10ប្រាក់ណែនលា12ប្រាក់ណែនបូកបញ្ចូលគ្នា22ប្រាក់ណែនអ្នកលក់ខ្ញុំនៅតែចង់បានរទេះមួយគ្រឿងទៀតតើនៅទីនេះមានទេអាចជួយដំឡើងបានទេរទេះមែនទេច្បាស់ជាមានហើយយកបែបនេះចុះយល់ឃើញថាអ្នកទិញសត្វពាហនៈពីច្បារខ្ញុំគិតថ្លៃតែ3ប្រាក់ណែនចុះរទេះរបស់ខ្ញុំនេះរឹងមាំនិងជាប់ធន់ណាស់ទោះបីជាបដូរទៅជាទេសក៏នៅតែអាចប្រើបានដែរគិតជាលេខគត់ឲ្យអ្នកតែម្ដងតើអ្នកយល់យ៉ាងណាដែរអរគុណអ្នកលក់ហើយប៉ុន្តែពួកយើងពីរអ្នកបងប្អូនមិនចេះបរទេសទេតើអ្នកអាចបង្រៀនពួកយើងបានទេហើយអាចថែមរំពាត់បរទេសពីឲ្យពួកយើងបានទេ